ABC Extra Stock សម្រាប់រកជោគជ័យអរគុណណាស់នេះខ្ញុំចាប់អារម្មណ៍ទៅលើភាពជោគជ័យរួមជាមួយនឹងដំណើរនៃការវិវត្តរបស់វិទ្យាស្ថានរបស់លោកចា៎នេះខ្ញុំចង់ត្រឡប់សាកសួរទៅខាងក្រៅវិញបន្តិចចា៎នេះខ្ញុំគិតថាទម្រាំតែមានការកកើតឡើងនៅវិទ្យាស្ថានឬក៏សាលាមួយនោះគឺសុទ្ធសឹងតែមានការសហការគ្នាចា៎មិនមែនថាពេលខ្លះយើងមិនអាចថាម្នាក់ឯងរួចចា៎អញ្ចឹងចង់ជម្រាបសួរថាចំពោះវិទ្យាស្ថានរបស់លោកវិញតើមានកិច្ចសហការជាមួយនឹងអង្គការផ្សេងឬក៏ស្ថាប័នឬក៏សាលាខាងបរទេសដែរឬក៏យ៉ាងណាដែរចា៎បាទអរគុណកញ្ញាខ្ញុំគិតថាសំណួរនេះគឺសំខាន់ណាស់មានបងប្អូនអ្នកសិក្សារបស់យើងជាច្រើនក៏បានសួរសំណួរនឹងផងដែរខ្ញុំក៏ចង់ចាប់អារម្មណ៍ភ្ជាប់បន្តិចដែរថាដោយសារអតីតភាពតាំងពីឆ្នាំ2005មកខ្ញុំគឺជាសមាជិកសភាយុវជនពិភពលោកចា៎អញ្ចឹងខ្ញុំធ្វើការច្រើននៅប្រទេសអឺរ៉ុបជាមួយនឹងអ្នកដឹកនាំវ័យក្មេងរបស់ពិភពលោកហ្នឹងគឺថាយើងកាលពីនោះនៅជាយុវជនដែរគឺថាយើងរួមគ្នាធ្វើយ៉ាងណាដើម្បីគៀងគរប្រមូលផ្ដុំនៅគេហៅថាយុវជនដែលគាត់មានសមត្ថភាពគាត់ចង់ចូលរួមដើម្បីអភិវឌ្ឍប្រទេសជាតិក៏ដូចជាលើកកម្ពស់នៅក្នុងវិស័យសេដ្ឋកិច្ចហ្នឹងគឺថាយើងរួមគ្នាហើយនៅឆ្នាំ2006 2007រហូតមកដល់បច្ចុប្បន្ននេះគឺថាខ្ញុំបានធ្វើការទំនាក់ទំនងច្រើនជាមួយនឹងអង្គការជាតិនិងអន្តរជាតិជាច្រើនជាពិសេសពេលដែលខ្ញុំនៅជាសមាជិកសភាយុវជនពិភពលោកគឺថាយើងមានឱកាសបានដើរទៅច្រើនប្រទេសហើយយើងក៏មានទំនាក់ទំនងជាមួយនឹងស្ថាប័នអង្គការអន្តរជាតិក៏ដូចជាតាមបណ្ដាញសាកលវិទ្យាល័យមួយចំនួននៅប្រទេសដែលគេជឿនលឿនប្រទេសដែលមានការវិវត្តហើយថ្មីនេះខ្ញុំទៅប្រទេសចិនក៏ដូចជាប្រទេសជប៉ុនមួយចំនួនគឺថាយើងមានទំនាក់ទំនងអន្តរជាតិក្នុងទិសដៅដើម្បីយើងនាំយកអ្វីដែលជាទស្សនវិស័យជាគតិបណ្ឌិតជាបច្ចេកទេសល្អពីប្រទេសរបស់គេដែលជឿនលឿនហ្នឹងគឺថាយើងយកមកបំពាក់នៅក្នុងវិទ្យាស្ថានរបស់យើងជាពិសេសគឺគេហៅថាវិធីសាស្ត្រនៃការដឹកនាំវិធីសាស្ត្រនៃការគ្រប់គ្រងយន្តការនៃការជំរុញធ្វើម៉េចឲ្យមានគុណភាពនៃវិស័យអប់រំហើយចំណុចសំខាន់មួយទៀតគឺថាយើងមានទំនាក់ទំនងជាមួយនឹងវិស័យឯកជនជាច្រើនទាំងនៅក្នុងស្រុកទាំងនៅក្រៅប្រទេសដោយសារតែកិច្ចការងារនេះគឺរបស់ខ្ញុំដែលខ្ញុំធ្វើស្រាប់អញ្ចឹងគឺថាយើងហើយបានជាយើងត្រូវទំនាក់ទំនងជាមួយនឹងវិស័យឯកជនគឺដើម្បីបង្កើននៅឱកាសការងារបាទគឺថាយើងបង្កើននិងបង្កើតឱកាសការងារថ្មីសម្រាប់និស្សិតដែលកំពុងតែសិក្សានៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យក៏ដូចជានិស្សិតដទៃទៀតដែលគាត់កំពុងតែមានសមត្ថភាពហើយគាត់ស្វែងរកការងារអញ្ចឹងគឺថាយើងទំនាក់ទំនងជាមួយនឹងវិស័យឯកជនជាមួយនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជាយើងហើយនឹងបណ្ដាញសមាគមអ្នកវិនិយោគដទៃទៀតហ្នឹងគឺថាក្នុងទិសដៅហ្នឹងហើយជាពិសេសគឺយើងកំពុងតែបង្កើនយន្តការមួយទៀតគឺថាយើងជំរុញនិស្សិតនិងយុវជនក្នុងភាពជាសហគ្រិនបាទគឺថាយើងមិនត្រឹមតែបញ្ចូលឲ្យគាត់សិក្សាទៅលើតែជំនាញបច្ចេកទេសជំនាញទេគឺថាយើងបញ្ចូលអំពីវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឲ្យគាត់ខ្លាយទៅជាសហគ្រិនម្នាក់ដែលជោគជ័យនៅថ្ងៃអនាគតទៀតអញ្ចឹងគឺយើងដាក់បញ្ចូលអានឹងចូលទៅក្នុងកម្មវិធីសិក្សាហ្នឹងគឺថាយើងពង្រឹងនិងពង្រីកនៅចំណងតាក់ទងទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិក្នុងទិសដៅដើម្បីជំរុញឲ្យបង្កើនប្រសិទ្ធភាពគុណភាពនៃការអប់រំបង្កើតឱកាសការងារនិងលើកកម្ពស់សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជាយើងផងដែរបាទចា៎អរគុណណាស់ហើយនេះខ្ញុំជឿជាក់ថាទូទាំងសិស្សជនដែលកំពុងតែទស្សនាជាពិសេសគឺបងប្អូនសិស្សនិស្សិតចាមួយចំនួនគាត់ប្រកាសជាចង់ដឹងណាថាវិទ្យាស្ថានរបស់លោកបានផ្ដល់ជូននូវសេវាកម្មយ៉ាងច្រើនទាក់ទងទៅនឹងវិស័យអប់រំនេះខ្ញុំចង់ជម្រាបសួរជួសមកឲ្យបងប្អូនដែលគាត់គឺជានិស្សិតក្រីក្រវិញចាឧទាហរណ៍គាត់មានសមត្ថភាពក្នុងការរៀនប៉ុន្តែគាត់អត់មានលទ្ធភាពក្នុងការបង់ប្រាក់សិក្សានៅក្នុងសាលាដែលល្អអញ្ចឹងចំពោះវិទ្យាស្ថានរបស់លោកតើមានការផ្ដល់ជូននៅឱកាសដូចជាការបង្កើតនៅកម្មវិធីអាហារូបករណ៍ជូនទៅដល់ពួកគាត់ដែរឬក៏យ៉ាងណាបាទអរគុណខ្ញុំគិតថាសំណួរនេះជាសំណួរដែលសំខាន់ទៀតហើយតាមពិតតម្លៃសិក្សារបស់យើងនោះគឺអត់ថ្លៃទេទោះបីជាការរៀបរាប់របស់ខ្ញុំមកគឺថាយើងបានបំពាក់នៅបច្ចេកវិទ្យាហើយយើងបានជ្រើសរើសគុណភាពសាស្ត្រាចារ្យដែលក្នុងកម្រិតដែលគាត់មានទាំងបទពិសោធន៍ទាំងចំណេះដឹងជំនាញហើយគឺបើយើងងាកមើលតម្លៃសិក្សាវិញគឺអត់ថ្លៃទេគឺមួយឆ្នាំគឺបង់តែ$480ទេណាសម្រាប់មួយឆ្នាំហើយកញ្ញាសួរថា
តើមានកម្មវិធីអាហារូបករណ៍ទេជាទូទៅយើងតែងតែមានប៉ុន្តែបច្ចុប្បន្ននេះគឺយើងអស់ហើយកម្មវិធីអាហារូបករណ៍ប៉ុន្តែយើងមានកម្មវិធីការបញ្ចុះតម្លៃសិក្សាជូនគាត់មានលក្ខណៈពិសេសហើយថ្លៃសិក្សានោះអាចចុះរហូតទៅដល់ 50% នោះតាមពិតយើងផ្ដល់ជូនលក្ខណៈពិសេសដោយសារតែមានបងប្អូននិស្សិតយើងមួយចំនួនដែលគាត់មានចង់ថាគាត់ចង់សិក្សាគាត់មានពេលវេលាគាត់ស្រឡាញ់ប៉ុន្តែគាត់អត់មានលទ្ធភាពចាបាទអញ្ចឹងហើយគឺថាយើងមានកម្មវិធីផ្ដល់ជូនในការបញ្ចុះតម្លៃជូនពិសេសហើយក្នុងឱកាសដែលខ្ញុំបានចូលរួមនៅក្នុងកម្មវិធីវេទិកាអ្នកដឹកនាំធុរកិច្ចនេះក៏ផ្ដល់ជូនទៅដល់លោកពូអ្នកមីងលោកលោកស្រីដែលជាមេដាបៃតាឬក៏បងប្អូនដែលទទួលដំណឹងហ្នឹងគឺថាសូមរុះរាន់ឲ្យតាន់ពេលទៅទំនាក់ទំនងវិទ្យាស្ថានសិក្សាដើម្បីជោគជ័យទី1គឺយើងទទួលបាននៅឱកាសនៃការផ្ដល់ជូននៅតម្លៃពិសេសបាទហើយមិនច្រើនទេហើយទី2គឺយើងរៀបចំនៅកម្មវិធីមួយទៀតគឺមានបងប្អូនមួយចំនួនគាត់មកសិក្សានៅកន្លែងយើងគឺយើងជំរុញឲ្យនិស្សិតគាត់សិក្សាតែឆ្នាំទី1ពី6ខែទៅឆ្នាំទី1គឺគាត់នឹងមានការងារធ្វើហើយបាទព្រោះអាហ្នឹងគឺជាយន្តការពិសេសរបស់យើងពីព្រោះដើម្បីជួយគ្រប់គ្រងអ្នកខ្លះគាត់មានលទ្ធភាពមកបង់ថ្លៃសិក្សាតែឆ្នាំទី1ទេប៉ុន្តែអ្វីដែលយើងធ្វើគឺយើងធ្វើជាស្ពានដោយសារតែហេតុអីបានខ្ញុំធ្វើជាស្ពានដោយសារតែនយោជកស្ថាប័នគេពិបាករកបុគ្គលិកធ្វើការដល់ពេលនិស្សិតគាត់រកការងារធ្វើអត់បានអញ្ចឹងគឺដោយសារតែបទពិសោធន៍ដែលខ្ញុំបានធ្វើការបណ្ដុះបណ្ដាលប្រហែលជាង 100000 នាក់នៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងស្ថាប័ននៅក្នុងវិស័យធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចជាក្រុមហ៊ុនឯកជនជាច្រើនគឺថាគេពិបាករកបុគ្គលិកអញ្ចឹងគឺខ្ញុំងាកមកមើលនិស្សិតវិញគាត់ថាគាត់ពិបាករកការងារធ្វើអញ្ចឹងខ្ញុំដឹងថាបញ្ហាអីដែលនិស្សិតគាត់អត់ការងារធ្វើអញ្ចឹងគឺថាយើងបំពេញបន្ថែមអ្វីដែលគាត់ខ្វះខាតហើយបណ្ដុះបណ្ដាលគាត់ឲ្យត្រូវទៅនឹងអ្វីដែលស្ថាប័នការងារដែលគេចង់បានអញ្ចឹងគឺថាយើងធ្វើជាស្ពានឲ្យគាត់បាទអញ្ចឹងគឺថាយើងចម្លងគាត់ពីភាពអត់ការងារធ្វើហើយគាត់នឹងមកមានការងារធ្វើហើយមុននឹងគាត់មកបានគាត់ទៅឆ្លងកាត់ការវឹកហាត់ជំនាញធ្វើការនៅកន្លែងខ្ញុំហ្នឹង3ខែសិនបាទដើម្បីយើងបន្ទុំគាត់ដោយយើងនិយាយពីរឿងជ័យអញ្ចឹងគេថាយើងកាប់មកយើងបន្ទុំបាទអញ្ចឹងនិស្សិតក៏យើងអាចបន្ទុំគាត់បានដែរអញ្ចឹងពេលដែលគាត់បន្ទុំចប់ខ្ញុំមានទំនាក់ទំនងសហការជាមួយនឹងស្ថាប័នវិស័យឯកជនជាច្រើនគឺថាយើងនឹង supply គាត់ចេញទៅតែម្ដងអញ្ចឹងគឺថាធ្វើឲ្យគាត់រៀនមហាវិទ្យាល័យដោយមិនចាំបាច់អស់លុយហើយគាត់ចំណេញលុយទៀតចាអញ្ចឹងអានេះគឺជាយន្តការថ្មីដែលយើងជួយទៅដល់និស្សិតរបស់យើងគឺថាបើយើងធ្វើចិត្តយើងឲ្យទន់ជ្រាយពេកពេលខ្លះអត់ជោគជ័យទេយើងកុំគិតថាដើម្បីជោគជ័យខ្លួនយើងគឺយើងត្រូវតែដេកចាំពឹងគេជួយយើងគ្រប់ពេលអាហ្នឹងគឺថាអ្នកណាគេជួយយើងគ្រប់ពេលប៉ុន្តែអ្វីដែលជាយន្តការដែលយើងបានបង្កើតនៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យនេះជាយន្តការឈ្នះទាំងអស់គ្នារឹងមាំទាំងអស់គ្នាយើងខំប្រឹងទៅហើយយើងណែនាំគាត់ឲ្យត្រូវផ្លូវដែលត្រូវទៅអញ្ចឹងគាត់ទៅរកការងារបានធ្វើគាត់បានរៀនមហាវិទ្យាល័យហើយគាត់មិនចាំបាច់អស់លុយអ្នកផ្ទះហើយសល់លុយទៀតអ្នកដែលចាយរីឆាមមួយចំនួនគាត់សល់លុយទៀតឧទាហរណ៍ថាការចំណាយប្រចាំខែរបស់គាត់អស់តែ120ទេចាដល់ពេលប្រាក់ខែគាត់រកបាន150អញ្ចឹងគឺមិនគាត់សល់អញ្ចឹងគាត់មានទៅពិបាកអីបើគាត់កំពុងតែរៀនជានិស្សិតនៅមហាវិទ្យាល័យហ្នឹងជំនួសឲ្យការដែលឪពុកម្ដាយគាត់ផ្ញើលុយពីផ្ទះមកមួយខែ$120គាត់រកបាន$120ហ្នឹងដោយខ្លួនឯងហើយសល់លុយ$30ទៀតបើសិនជាគាត់ចេះសន្សំឆ្នាំក្រោយគាត់មានលុយហ្នឹងបង់ថ្លៃសិក្សាទៀតអញ្ចឹងយើងឃើញរៀនចប់មហាវិទ្យាល័យដោយមិនអស់លុយចំណេញទាំងលុយហើយចំណេញទាំងបទពិសោធន៍ទៀតហើយសួរថាតើនរណាដែលមិនចង់បានប៉ុន្តែនេះគឺជាយន្តការដែលវិទ្យាស្ថានសិក្សាដើម្បីជោគជ័យយើងផ្ដល់ជូនទៅដល់និស្សិតរបស់យើងហើយយើងនឹងបើកវគ្គសិក្សាទទួលនិស្សិតថ្នាក់បញ្ញាបត្រនេះនៅក្នុងដើមខែ2យើងចូលរៀនហើយអញ្ចឹងឥឡូវនេះយើងទទួលនិស្សិតរបស់យើងនឹងកំពុងតែចុះឈ្មោះសិក្សាផងដែរបាទចាអញ្ចឹងតកតងទៅនឹងអ្វីដែលលោកបានជម្រាបជូនបាញ់មិញនេះខ្ញុំចាប់អារម្មណ៍ពីចំណុចពិសេសមួយចំនួនចាដែលតកតងទៅនឹងការខិតខំប្រឹងប្រែងរបស់សិស្សនិស្សិតចាព្រោះថាដោយដែលលោកបានជម្រាបជូនអញ្ចឹងភាពជោគជ័យរបស់មនុស្សយើងម្នាក់ហ្នឹងវាមិនថាអាស្រ័យទៅលើគេជួយយើងរហូតទេសំខាន់បំផុតគឺការតាំងចិត្តរបស់យើងចាប់ផ្ដើមពីខ្លួនរបស់យើងចាលុះត្រាតែយើងជួយខ្លួនឯងដែរទើបទេវតាជួយយើងចាហើយនេះខ្ញុំចង់ជម្រាបសួរបន្ថែមទៀតផងដែរព្រោះថានេះខ្ញុំចាប់អារម្មណ៍ចា
ចំពោះវិស័យអប់រំនៅប្រទេសកម្ពុជារបស់យើងហើយជាពិសេសសង្កេតថាឃើញថាពេលបច្ចុប្បន្ននេះការបង្កើតនៅសាលារៀនឬក៏សាកលវិទ្យាល័យដែលផ្ដល់នៅចំណេះដឹងទូទៅរួមជាមួយនឹងភាសាអង់គ្លេសក៏ច្រើនដែរចាអញ្ចឹងខ្ញុំជឿជាក់ថាប្រកាសជាមានភាពប្រកួតប្រជែងគ្នាខ្លះរវាងសាកលវិទ្យាល័យឬក៏វិទ្យាស្ថានផ្សេងៗគ្នាចាចំពោះវិទ្យាស្ថានរបស់លោកវិញចាតើមានចាគោលដៅឬក៏ចំណុចបែបណាដែរដែលយើងនឹងគិតថាអាចរំពឹងទុកបានថានឹងមានភាពជោគជ័យឬក៏អាចទទួលបានទីផ្សារដ៏ល្អច្រើនជាងវិទ្យាស្ថានផ្សេងៗបាទអរគុណច្រើនកញ្ញាសំណួរនេះគឺជាសំណួរយុទ្ធសាស្ត្រមួយនៅក្នុងទីផ្សារហើយខ្ញុំជឿថាសម្រាប់អ្នកធ្វើចំនួនមួយចំនួនគាត់គិតថានៅពេលដែលគេមានមុខរបរដូចគាត់គឺគាត់មើលឃើញថាគេជាការប្រកួតជាគូប្រកួតប្រជែងប៉ុន្តែសម្រាប់ខ្ញុំមើលឃើញថាវាមិនមែនជាការប្រកួតប្រជែងទេគឺជាយន្តការក្នុងការជួយគ្រប់គ្រងគ្នាតែប៉ុណ្ណោះជួយគ្រប់គ្រងគ្នាមានន័យយ៉ាងម៉េចមានន័យថានៅក្នុងប្រទេសកម្ពុជាយើងដែលរីកចម្រើនទៅបានវិស័យអប់រំគឺជាវិស័យស្នូលមួយដែលជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែរអញ្ចឹងគឺយើងឃើញថាបើសិនជាសាលារៀនក្តីជាវិទ្យាស្ថានក្តីជាសាកលវិទ្យាល័យក្តីគឺថាយើងរួមគ្នាក្នុងការផ្ដល់ជូននូវគុណភាពអប់រំទៅដល់និស្សិតរបស់យើងយុវជនកម្ពុជាយើងដើម្បីប្រែក្លាយគាត់ឲ្យក្លាយទៅជាទំពាំងដែលត្រូវស្នងឫស្សីក្លាយទៅជាធនធានមនុស្សដ៏ល្អក្នុងប្រទេសជាតិរបស់យើងក៏លេចមើលចិត្តយើងដូចសិង្ហបុរីអញ្ចឹងថាជាកោះមួយដ៏តូចប៉ុន្តែហេតុអីបានជាប្រទេសសិង្ហបុរីមានការរីកចម្រើនពីព្រោះសិង្ហបុរីគឺគេយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខួរក្បាលនឹងឯងគឺការអភិវឌ្ឍធនធានមនុស្សនឹងឯងអញ្ចឹងគឺបើសិនជាយើងមើលឃើញថាយើងបង្កើតស្ថាប័នអប់រំដើម្បីបម្រើនៅភាពអាត្មានិយមជាប្រាក់ចំណេញតខ្លួនហើយយើងប្រកួតប្រជែងដោយមិនមានក្រមសីលធម៌ខ្ញុំគិតថាអ្នកដែលខាតបង់គឺនិស្សិតរបស់យើងនឹងឯងហើយបើសិនជានិស្សិតរបស់យើងក៏អត់មានគុណភាពវានឹងជះឥទ្ធិពលទៅដល់សង្គមរបស់យើងផងដែរអញ្ចឹងបានវិទ្យាស្ថានសិក្សាដើម្បីជោគជ័យគឺថាយើងជាយុទ្ធសាស្ត្ររបស់យើងគឺយើងមិនបានមើលឃើញស្ថាប័នអប់រំដទៃទៀតជាគូប្រកួតប្រជែងទេពីព្រោះនៅក្នុងប្រទេសកម្ពុជាយើងគឺយើងពិតជាត្រូវការសាលារៀនយើងពិតជាត្រូវការសាកលវិទ្យាល័យពិតជាត្រូវការស្ថាប័នអប់រំជាច្រើនទៀតដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងដោយឡែកបើសិនជាយើងងាកមើលមកក្នុងវិស័យ business វិញខ្ញុំគិតថាបងប្អូននិស្សិតរបស់យើងបច្ចុប្បន្ននេះគឺថាគាត់ឆ្លាតណាស់បើសិនជាគាត់ទៅចូលសិក្សានៅសាលាណាមួយដែលមិនមានគុណភាពបាទឬក៏ថាសូម្បីតែការផ្ដល់អាហារូបករណ៍ឲ្យ 100% ក៏ដោយប៉ុន្តែនៅពេលដែលគាត់ចូលទៅសិក្សាគឺថាកម្មវិធីសិក្សាអត់ច្បាស់លាស់ហើយគុណភាពសាស្ត្រាចារ្យដែលមកផ្ដល់នៅការបណ្ដុះបណ្ដាលដល់គាត់ហ្នឹងគឺมันមានការតាក់ទាញឬក៏ថាมันមានសមត្ថភាពគ្រប់គ្រាន់ហើយសេវាកម្មហ្នឹងគឺថាมันជាការល្អប្រសើរពេញចិត្តចំពោះគាត់ខ្ញុំជឿថាអត់យូរទេនិស្សិតហ្នឹងគឺគាត់នឹងដូរសាលាដោយខ្លួនឯងតែម្ដងចា៎អញ្ចឹងអ្វីដែលជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យយើងគ្មានអ្វីក្រៅពីការឆ្លើយតបទៅដល់តម្រូវការរបស់អ្នកសិក្សាទេអញ្ចឹងគឺយើងយល់យ៉ាងច្បាស់ថានិស្សិតដែលគាត់មកសិក្សាហ្នឹងគឺគាត់ចង់បានអីហើយឪពុកម្ដាយដែលគាត់ផ្ដល់គាត់បញ្ជូនបុត្រធីតាមកសិក្សានៅថ្នាក់ឧត្តមសិក្សាហ្នឹងគាត់ចង់បានអីអញ្ចឹងគឺយើងឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ខ្ញុំអាចនិយាយបានថាទី1គឺអ្នកសិក្សាទាំងអស់គឺគាត់ចង់រៀនបកែអ្នកណាក៏ចង់រៀនបកែដែរខ្ញុំក៏ចង់រៀនបកែដែរប៉ុន្តែសូមចាប់អារម្មណ៍ថាអ្នកដែលចង់រៀនបកែទាំងអស់មិនប្រកាសតែពេលទៅរៀនសុទ្ធតែបកែទេបាទដោយអ្នកដែលចង់ក្លាយទៅជាសហគ្រិនអ្នកណាក៏ចង់ដែរចង់ខ្លាយទៅជាសហគ្រិនដើម្បីមានប្រាក់ចំណូលកាន់តែប្រសើរជាងការដែលយើងទៅធ្វើការនៅក្នុងស្ថាប័នមួយដែលយើងទទួលបានតែប្រាក់ខែថេរនោះគឺថាយើងចង់ប៉ុន្តែមិនប្រកាសថានៅពេលដែលមកធ្វើជាសហគ្រិនធ្វើ business យើងសុទ្ធតែជោគជ័យណាដូចខ្ញុំអីមិនប្រកាសថាសុទ្ធតែស្រួលទាំងអស់ណាយើងជួបភ្លៀងអីមានការលំបាកខ្លះដែរតម្រាំនឹងយើងបានមកដល់ប៉ុណ្ណេះប៉ុន្តែគ្រាន់តែថាពេលវេលាខ្លីយើងមិនអាចទៅបកស្រាយរឿងរ៉ាវទាំងអស់ហ្នឹងទេគ្រាន់តែថាចង់ចែករំលែកដល់បងប្អូនថាទី1គឺនិស្សិតគឺគាត់អ្វីដែលជាតម្រូវការរបស់គាត់ចង់រៀនបកែចង់មានការងារល្អចង់មានប្រាក់ខែខ្ពស់ចង់ខ្លាយទៅជាបុគ្គលិកឆ្នើមគាត់ចង់ខ្លាយទៅជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមហើយលើកស្ទួយកេរ្តិ៍ឈ្មោះកិត្តិយសគ្រួសាររបស់គាត់អាហ្នឹងជាតម្រូវការរបស់អ្នកសិក្សាអញ្ចឹងវិទ្យាស្ថានសិក្សាដើម្បីជោគជ័យយើងប្រឹងគ្រប់សពបែបយ៉ាងដើម្បីបង្កើតយន្តការយុទ្ធសាស្ត្រដើម្បីគ្រប់គ្រងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គាត់អាហ្នឹងគឺចំណុចសំខាន់ទី1ហើយយើងធ្វើអញ្ចឹងបានតាមរយៈ
ទីមួយគឺទស្សនវិស័យរបស់យើងបេសកកម្មរបស់យើងគឺច្បាស់លាស់ហើយកម្មវិធីសិក្សារបស់យើងគឺទំនើបប្លែកខុសពីអ្វីដែលគេផ្ដល់ជូនធម្មតាហើយយើងសិក្សាពីតម្រូវការរបស់នយោជកទៀតតើនយោជកគេត្រូវការធនធានមនុស្សរបៀបម៉េចអញ្ចឹងពេលដែលយើងបណ្ដោះហ្នឹងគឺថាយើងបណ្ដោះមនុស្សដែលគេត្រូវការហ្នឹងតែម្ដងអញ្ចឹងដល់ពេលដែលគាត់ចេញទៅយើងអត់ភ័យរឿងនិស្សិតរបស់យើងហ្នឹងគឺគាត់អត់ការងារធ្វើទេអាហ្នឹងជាយុទ្ធសាស្ត្ររបស់យើងគឺថាយើងអត់មានធ្វើយុទ្ធសាស្ត្រអីក្រៅពីហ្នឹងទេបាទហើយមួយទៀតគឺថានិស្សិតដែលគាត់មករៀននៅកន្លែងយើងឃើញហើយថានិស្សិតខ្លះគាត់ភ័យខ្លាចគាត់មិនក្លាហានគាត់ខ្វះភាពជឿជាក់លើខ្លួនឯងគាត់មិនសូវមានវិន័យលើខ្លួនឯងហ្នឹងគឺថាយើងមានកម្មវិធីគ្រប់គ្រងបន្ថែមទៀតគឺក្នុងការកសាងចរិតកសាងការគិតហ្នឹងដែលយើងដាក់ទាំងជំនាញ soft skill ទាំងជំនាញ operation ដែលសហការជាមួយនឹងអង្គការ AGDC អន្តរជាតិជាស្ថាប័នល្បីហ្នឹងគឺថាយើងដាក់អាហ្នឹងបញ្ចូលទៀតអញ្ចឹងគឺឆ្លើយតបទៅនឹងតម្រូវការការងាររបស់គាត់អញ្ចឹងហើយយើងឃើញថាចំណុចទាំងអស់នេះគឺយើងផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនឯកជនជាច្រើនទៀតហើយយើងមានចំណុចសំខាន់នោះគឺថាយើងមានកម្មវិធីតម្រង់ទិសពីឆ្នាំទី1រហូតដល់ឆ្នាំទី4អញ្ចឹងគឺយន្តការទាំងអស់នេះវាគ្រប់គ្រងអស់ហើយសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទៅនឹងសេចក្តីប្រាថ្នាទៅនឹងលទ្ធផលរំពឹងទុករបស់និស្សិតដែលគាត់មកសិក្សាអញ្ចឹងគឺថាគាត់អញ្ជើញមកសិក្សានៅកន្លែងយើងគឺគាត់មិនខកចិត្តទេគឺថាគាត់ចំណាយលុយអត់ស្ដាយទេហើយយើងបើសិនជាយើងមើលឃើញថាកន្លែងនឹងល្អការចំណាយលុយត្រូវហើយវាកើនលុយមកវិញកើនឱកាសការងារកើនសមត្ថភាពមកវិញកើនកិត្តិយសមកវិញខ្ញុំជឿថាម្នាក់គាត់ហ៊ានចំណាយជាពិសេសគឺពុកម្ដាយឥឡូវគឺថាគាត់ត្រៀមលុយកាក់គាត់ហ៊ានចំណាយដើម្បីការអប់រំកូនរបស់គាត់បាទអញ្ចឹងហើយបានជាខ្ញុំគិតថានៅតែមានឱកាសធំណាស់សម្រាប់វិស័យឯកជនជាពិសេសគឺការចាប់អារម្មណ៍ទៅលើវិស័យអប់រំនេះគឺសំខាន់ណាស់ហើយបេះដូងរបស់ខ្ញុំផ្ទាល់គឺមិនមែនយើងបង្កើតស្ថាប័នអប់រំមកដើម្បីជាការប្រកួតប្រជែងទៅលើគូប្រកួតប្រជែងនេះសំខាន់គឺបេះដូងរបស់យើងចង់ឃើញនិស្សិតរបស់យើងហ្នឹងคล้ายទៅជាទំពាំងដែលត្រូវស្នងរស័យពិតប្រាកដហ្នឹងគឺជាចំណុចដែលសំខាន់ចា៎ ABC Base Start Stop សម្រាប់រកជោគជ័យ